Hello សួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះខុនខ្ញុំគឺជានិស្សិតសិក្សានៅស៊ីតិចអញ្ចឹងថ្ងៃនេះខ្ញុំចែកម្លែកទាក់ទងទៅនឹងបទពិសោធន៍មួយចំនួនដែលជា skill ចម្បងរបស់ខ្ញុំទាក់ទងទៅនឹង web development ហើយនិង cyber security and ethical hacking កាលពីក្មេងគឺខ្ញុំមានទាក់ទងនេះ interested ទៅលើទាក់ទងនេះ field hacking cyber security របស់យើងគឺចូលចិត្តវាមែនតើណាអញ្ចឹងគឺ skill ចម្បងរបស់ខ្ញុំគឺពី web ហើយនិង cyber security hacking អញ្ចឹងខ្ញុំរៀនវា web ផងហើយនៅរៀនទាក់ទងនឹង cyber security ផងអញ្ចឹងគឺយើងរៀន web ទី1ជាបើយើងយល់ដឹងពី concept របស់ web ហើយតបមកបង្កើត web ខ្លួនឯងហើយ test hacking ខ្លួនឯង security ថា web នោះមានចំណុចខ្សោយអីខ្លះហើយតបពីបង្កើតបានហើយរកចំណុចខ្សោយរបស់ web ដែលខ្លួនឯងបង្កើតឡើងឯងក៏តិចចោលនេះជាការរៀនរបស់ខ្ញុំអញ្ចឹងតាក់ទងទៅនឹងការរៀននេះចង់ចែកម្លែកការរៀនមួយចំនួនដែលយើងអាចរៀនបានទៅតាមអនឡាញបន្ទាប់ពីយើងរៀននៅក្នុងសាលាអញ្ចឹងយើងអាចរៀនផ្សេងទៀតតាមអនឡាញដូចជាកម្មវិធីនៅក្នុង Coursera ដូចជា Udemy អីផ្សេងដែលយើងចង់រៀនថែមដែលយើងជំនាញអីដែលយើងស្រឡាញ់ចូលចិត្តគឺយើងអាចសិក្សាស្រាវជ្រាវរៀនបន្ថែមទៀតបានអញ្ចឹងដោយសារតែយុគសម័យលើគឺជាសម័យបច្ចេកវិទ្យាអញ្ចឹងអ្វីគឺយើងអាចស្រួលក្នុងការរៀនណាស់តន័យគឺមានច្រើនណាស់គឺយើងអាចស្រាវជ្រាវរៀនវាបានដោយខ្លួនឯងបន្ថែមទៀតអញ្ចឹងហើយនេះគឺជា certificate មួយចំនួនដែលខ្ញុំទទួលបានពីការសិក្សាតាមរយៈអនឡាញមានដូចជា certificate ទៅនឹង web ទៅនឹង React.js ហើយនៅទៅនឹង certificate certified ethical hacking V1 from LearnScat ដែលនៅក្នុង certificate នេះគឺ include 4 course ទៅនឹង ethical hacking fundamental system and network security advanced security និង CA practice project ក្នុង certificate នេះមាន4 course បន្តមកតទៅនឹង Laravel and PHP ហើយមួយទៀតតទៅនឹងcertified ethical hacking and cyber security ដែលខ្ញុំរៀនតាម app នេះគឺរៀនតាម app តមកពេល complete ហើយ exam តមកយើងទទួលបានវាethical hacking ចឹងនៅក្នុងអានេះគឺមានគេបរៀនយើងតាក់ទងទៅនឹងស្អីគេហៅថា phishing ស្អីទៅគេហៅថា malware គឺគេបរៀនយើងច្រើនបែបជាទិសដីហើយនឹងការអនុវត្តតិចតួចក្នុងនោះហើយនេះគឺរៀនបានមកពី Udemy គឺតាក់ទងទៅនឹង network mastering hacking តាក់ទងនឹង network ការ hack ទៅនឹង network crack window អីហ្នឹងអញ្ចឹងខ្ញុំសូមណែនាំកម្មវិធីមួយក្នុងការរៀនគឺ Coursera អញ្ចឹងអ្នកនរគ្នាវាយពាក្យថា Coursera ហ្នឹងមកអញ្ចឹងនៅក្នុងកម្មវិធី Coursera ហ្នឹងវាមាន course ជាច្រើននៅក្នុងហ្នឹងនៅពេលដែលអ្នកនរគ្នា register ដំបូងគឺបាន7ថ្ងៃត7ថ្ងៃយើងត្រូវបង់លុយពេលរៀនចប់អ្នកនរគ្នាអាចវាមាន quiz អីអានឹង project ឲ្យយើងធ្វើអញ្ចឹងយើងទៅធ្វើតាមអីដែលគេដាក់ឲ្យហ្នឹងទៅឲ្យបានបន្ទុកដែលគេបានកំណត់តទៅចប់យើងអាច claim certificate បានចឹងអានេះជាវគ្គសិក្សារបស់ខ្ញុំមួយចំនួនខ្ញុំមកបញ្ចប់នេះខ្ញុំចង់មើលវគ្គដែលយើងបញ្ចប់ហើយចុច run complete មកចឹងមានសូវឲ្យយើងចឹងនៅក្នុងវគ្គហ្នឹងមានច្រើនមានតកតង UX UI design មានតកតងទៅនឹង full stack web development mobile app cyber security ethical hacking មានវគ្គច្រើនក្នុងហ្នឹងនេះវគ្គថ្មីៗដែលបញ្ចប់មានវគ្គដូចជា full stack development
front end back end ចឹងអាក្នុងវគ្គ full stack ហ្នឹងវា include 11 course ជាងនេះវាមានវគ្គអីគេដែលយើងទៅរៀននៅក្នុងហ្នឹងវាមាន80តើតើនឹងការ introduction ទៅកាន់ front end តើតើនឹង programming with JavaScript version control version control ណាប្រភេទយើងនៅក្នុង GitHub យើង project ចូលហើយដើម្បី control upload code ចូលក្នុងហ្នឹងអីចូល server អីដល់មកទៅ HTML CSS React.js Advanced.js programming with Python តើតើនឹង database MySQL Django framework API អីហ្នឹងច្រើនតែយើងទៅបញ្ចប់ពេលយើងចប់ហើយអាចបាត់សុទ្ធចិត្តមួយហើយយើងអាចយកវាដាក់នៅក្នុង LinkedIn របស់យើងទៀត front end of full stack ហ្នឹងចឹងមាន master PHP អីច្រើននៅក្នុងណាទេវាចាប់ថ្មីវាមានBitcoin King មួយចឹងកម្រងបន្ទាប់ទៀតគឺយើងចង់យកតទៅនៅ international certificate របស់ cyber security របស់ Bitcoin King នេះវគ្គនេះจะបញ្ចប់មានប្រហែលវគ្គហ្នឹង4ខហ្នឹងចឹងនៅក្នុងនេះយើងអ្នកនរគ្នាចង់រៀនអីឧទាហរណ៍ចង់រៀនតទៅនឹងfront end ចឹងអាចចូលមកនេះចឹងវាមានវគ្គច្រើនវគ្គពី Meta full stack IBM ខំក្នុងនឹង Go ច្រើនអាចជាចូលហើយអាចចុះឈ្មោះទៅមុនបងវា free 7ថ្ងៃអាចឲ្យយើងរៀនបាន7ថ្ងៃតេស្តសាកល្បងដល់ពីនោះយើងត្រូវការ pay ហើយថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់ណែនាំតទៅក្នុង platform មួយឈ្មោះថា Coursera ដែលនៅក្នុងនោះគឺមាន stock ឬ course ជាច្រើនឲ្យអ្នកអាចរៀនបានតាមនោះវាពិតជាល្អបើខ្ញុំថតដាក់វីដេអូក្នុងថ្ងៃហ្នឹងគឺរបស់យើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយនឹងមានអ្វីប្លែកៗដែលយើង share ចែករំលែកតាក់ទងទៅនឹង cyber security នៅ Ethical Hacking ហើយនៅក្នុង web development របស់យើង Bye bye see you next time